ត្រសក់កសិករយើងជួយចិត្តដាំណាដោយសារវាឆាប់បានផលហើយប្រមូលផលបានយូរទន្ទឹមគ្នានេះដែរតម្លៃរបស់វាតែងតែមានការប្រែប្រួលឡើងចុះអាស្រ័យទៅលើការដាំបានឬដាំអត់បានបើសិនបើយើងដាំបានគេដាំបានគ្រប់គ្នាដែរទិន្នផលយើងកើនឡើងច្រើននោះតម្លៃវាប្រកបជាធ្លាក់ទាបទៅតាមទីផ្សារហ្នឹងឯងក៏ប៉ុន្តែនៅពេលដែលយើងដាំបានគេដាំអត់បានដោយការប្រមូលផលរបស់បងប្រុសនេះគឺលុយសុទ្ធដោយសារអីតម្លៃវារឿងខ្ពស់ខ្លាំងដល់2000ជាងទៅ3000នៅក្នុង1គីឡូក្រាមតម្លៃវាប៉ុណ្ណេះគឺកសិករយើងអាចចំណេញបានច្រើនការដាំបន្លែគឺបែបនឹងឯងប៉ះចំរដូវខ្លះគឺថ្លៃប៉ះចំរដូវខ្លះគឺមិនសូវបានថ្លៃនឹងឯងប៉ុន្តែការដាំបន្លែនេះគឺគាត់អត់ដាំតែមួយមុខទេគាត់ដាំចម្រុះគ្នាបន្លែនេះផងបន្លែនោះផងនៅពេលដែលបន្លែនេះបានថ្លៃបន្លែនោះចុះថ្លៃចឹងវាអាចស៊ីសងគ្នាបានតែសួរថាកសិករគាត់ជួយចិត្តបន្លែថ្លៃឬបន្លែថ្លៃគាត់ជួយចិត្តបន្លែថ្លៃប៉ុន្តែទន្ទឹមនោះដែរគាត់ក៏មិនសូវសប្បាយចិត្តដែរគាត់ដឹងថានៅពេលណាដែលបន្លែថ្លៃគឺបន្លែរបស់គាត់អត់សូវមានផលទេនេះគឺជាបញ្ហាដែលគាត់តែងតែជួបប្រទះហើយកត្តាទាំងនេះគឺពិបាកគ្រប់គ្រងខ្លាំងណាស់នៅពេលដែលយើងដាំខាងក្រៅដោយសារតែបញ្ហាចម្បងខ្លាំងផុតគឺមកពីអាកាសធាតុដោយសារអាកាសធាតុវាប្រែប្រួលខ្លាំងពេកដែលធ្វើឲ្យរុក្ខជាតិពិបាកសម្របខ្លួនចង្ការក្តៅពេកចង្ការត្រជាក់ពេកចង្ការភ្លៀងខ្លាំងពេកជាហេតុធ្វើឲ្យរុក្ខជាតិមិនអាចឲ្យផលបានពេញលេញ